và cùng sát chữ thầy chữ mùi những nhóm rốt thá cứ chữ technical reasonថ្ងៃនេះផងដែរខ្ញុំរត់ថានឹងមកណែនាំអ្នកទាំងអស់គ្នាអំពី camera model ថ្មីឬមិនថ្មីតោះយើងទៅមើលទាំងអស់គ្នា camera នេះផងដែរមានឈ្មោះថា calling camera តែជាមានលេខកូដ S10 ដែលវាមានមុខងារជាច្រើនមែនទែនទី1វាមានអេក្រង់យើងអាច touch screen បានបាទទី2វាមកជាមួយនឹង resolution 2K+ ឬក៏4 megapixel ហើយជាមួយគ្នាផងដែរវាអាចមើលនៅពេលយប់បានជាមួយនឹង AI infrared night vision យើងអាចធ្វើការចុចតេបាទហើយជាមួយនឹង AI ប៉ុន្តែប៉ុណ្ណោះវាក៏មាន Bluetooth speaker មកជាមួយផងដែរតោះបន្ទាប់នេះយើងនឹងទៅមើលការធ្វើការ connection ជាមួយនឹងខ្ញុំទាំងអស់គ្នានេះគឺជាក្បាល Type C បាទអញ្ចឹងយើងធ្វើការផ្លាស់ប្ដូរមកអស់ហើយយើងប្រើ Type C ទាំងអស់ដើម្បីងាយស្រួលដោតងាយស្រួលដកហើយមានភាពរឹងមាំខ្លាំងមែនទែនអូខេឥឡូវបន្ទាប់ពីធ្វើការបើកជាមួយនឹងកាមេរ៉ាហើយយើងមកមើលមុខងារទាំងអស់គ្នាបាទនៅទីនេះជាកន្លែង setting បាទមាន Bluetooth មានអ្វីជាដើមហើយនៅខាងក្រៅ body របស់វាមានកន្លែងដោតជាមួយនឹង memory card បាទហើយមួយទៀតគឺជាកន្លែងប៊ូតុង reset ជួយនៅពេលដែលយើងធ្វើការដាក់ Wi-Fi ឬយើងចង់ធ្វើការភ្ជាប់ឡើងវិញធ្វើការ reset វានៅកន្លែងហ្នឹងបន្ទាប់ពីយើងបានចុចប៊ូតុង reset ចំនួន10វិនាទីដើម្បីធ្វើឲ្យវាធ្វើការ reset ខ្លួនឯងនៅពេលនេះវានឹងចាប់ផ្ដើមមកសាកឡើងវិញសាកជាថ្មីហើយបន្តិចទៀតនេះវានឹងបញ្ចេញនៅជាមួយនឹង QR code ដើម្បីឲ្យយើងធ្វើការ scan ប្រើប្រាស់នៅក្នុង application របស់ EasyP បាទនៅទីនេះផងដែរជាមួយនឹងការ scan ប្រើប្រាស់ជាមួយនឹង Wi-Fi មិនថា router របស់អ្នកបញ្ចេញជាមួយនឹង Wi-Fi 2.4 ឬក៏5 GHz ទេកាមេរ៉ារបស់យើង S10 នេះគឺអាចស្គាល់បានទាំងពីរអញ្ចឹងលែងបារម្ភលែងភ័យអំពីការប្រើប្រាស់ជាមួយនឹង router 5 GHz ឬក៏ជាមួយនឹង2 GHz បន្ទាប់ពីយើងធ្វើការ scan និងប្រើប្រាស់ជាមួយនឹងកាមេរ៉ានៅក្នុង app EasyP រួចរាល់ផងដែរតោះយើងទៅមើលជាមួយនឹង function ផ្សេងៗដែលមាននៅក្នុងកាមេរ៉ាមួយនេះបាទនៅទីនេះវាមាន function ជាច្រើនដូចជា function call យើងអាចប្រើប្រាស់ជាមួយ function call ប្រើប្រាស់ជាមួយនឹងការ sharing account បាទ sharing device ហើយអាចប្រើប្រាស់ជាមួយនឹង S10 តែការ S10 បានទៀតនៅទីនេះផងដែរវាក៏មាន wallpaper បាទជាសម្រាប់ custom screen saver បាទយើងអាច custom បាន2ឬក៏បានច្រើនជាងនេះអាស្រ័យទៅលើយើងបាទដែល custom screen saver នេះយើងអាចប្រើប្រាស់ជាមួយនឹងរូបភាពជាគ្រួសារជា animation បាទយើងអាចជ្រើសរើសបានអានេះបានច្រើនគឺយើងអាចដាក់បានបន្ទាប់ពីយើងធ្វើការជ្រើសរើសហើយបាទយើង save ហើយយើងអាចរងចាំមើលនៅបន្តិចទៀតនេះខ្ញុំនឹងដាក់ជាវីដេអូឲ្យអ្នកនរឃើញថាតា screen saver នោះវាធ្វើការរបៀបម៉េចឥឡូវយើងចូលទៅកាន់មើល live view របស់វាបាទ live view របស់វាបែបជារូបភាពបញ្ឈរបាទហើយមានទំហំ wide angle គួរសមដែរវាខាងលើខាងក្រោមបាទអាចលំមកយើងធ្វើការ calling និយាយឆ្លើយឆ្លងគ្នាបានអាចធ្វើការបដូរនៅ resolution ក៏បានដែរបើសិនជា internet របស់យើងមានភាពខ្សោយតោះឥឡូវយើងទៅមើលធ្វើការ test ជាមួយនឹងការ calling ហើយជាដំបូងនេះគឺយើងអាចប្រើប្រាស់ជាមួយនឹងការចុច call ទៅកាន់ទូរស័ព្ទរបស់ឪពុកម្ដាយរបស់គ្រួសារយើងបានបាទជាមួយនឹង account របស់គាត់ហើយទី2នេះគឺយើងអាច touch screen ទៅលើកាមេរ៉ាហើយយើងធ្វើការចុច call បាទវាមានភាពងាយស្រួលមែនទែនសម្រាប់ឪពុកម្ដាយកូនគាត់នៅប្រទេសបាទនេះគឺជា screen saver បន្ទាប់ពីយើងធ្វើការ upload ជាមួយនឹង wallpaper របស់ចូលអញ្ចឹង screen saver នេះវានឹងធ្វើការផ្លាស់ប្ដូរគ្នាបាទយើងដាក់ចំនួនប៉ុន្មានវានឹងធ្វើការបដូរនេះម្ដងម្នាក់រហូតដល់អស់ហើយយើងធ្វើការត្រឡប់បដូរម្ដងវិញទៀតចំណែកឯ touch screen យើងអាច touch បានបាទយើង touch បានហើយចំពោះ speaker bluetooth យើងនឹងធ្វើវីដេអូក្រោយហើយចំពោះកាមេរ៉ានេះគឺបានមានលក់នៅលើទីផ្សារកម្ពុជាហើយបងប្អូនអាចរកបាន